ដើរកាត់ព្រៃក្រមុំអូនអើយដើម្បីទៅរកពើហើយទៅរកពៅហ្នឹងកូនចៅកុលសម្ព័ន្ធជនជាតិភាគតិចណាលោកមាសបានសម័យនេះហើយទៅរស់នៅក្នុងព្រៃឲ្យគេពិបាករករព្រោះបើកូនចៅអ្នកស្រុកធម្មតារស់នៅស្រុកហើយនេះទៅរស់នៅកណ្ដាលព្រៃឲ្យគេពិបាកដើររបងដើរកាត់ព្រៃក្រមុំអូនអើយដើម្បីទៅរកពើបងវងវែងផ្លូវក្រមុំអូនអើយផ្ទះពើនៅឆ្ងាយពេកបងវងវែងផ្លូវក្រមុំអូនអើយផ្ទះពើនៅឆ្ងាយពេកអូចាំចូលទៅក្នុងព្រៃទាំងតមោតមាំងឯងអត់មានដឹងថានាងនៅម្ដុំណាផងឬក៏អត់បានសុំនាងដាក់ទីតាំងវែវណែវលោកស្យងឬលោកសិនឲ្យទេអីហើយតាំងមកស្រែកវែងផ្លូវរកផ្លូវឃើញហើយក្រមុំអូនអើយក្បែរចំការជេរកផ្លូវឃើញហើយក្រមុំអូនអើយក្បែរចំការជេកផ្ទះគេនៅចំការជែកឯងទៅរកក្នុងព្រៃធ្វើម៉េចនឹងបានជួបពៅធ្វើដូចឯងទៅស្គាល់ទីតាំងច្បាស់ណាស់ចឹងចុងក្រោយមកឃើញផ្ទះគេនៅចំការជែកនេះឆ្កយហ្នឹងបងនឹកអូនពេកក្រមុំអូនអើយអូនដេកក៏បងដាស់បងនឹកអូនពេកក្រមុំអូនអើយអូនដេកក៏បងដាស់ចុំហើយម៉ែឪនាងអត់នៅទេអីបានទៅដល់ហ៊ានចូលដាក់កូនគេឆៅចឹងហ្មងហើយពេលនាងញាក់ដឹងខ្លួនមិនភិតភ័យតក់ស្លុតអត់ឧបមាទេពេលឃើញប្រុសព្រានអប្រៃឈរចិត្តខ្លួនស្រីដូចហ្នឹងស្រណោះទឹកជន់ប្រលឹងកែវអើយលិចតាមកាប់បាស់ស្រណោះទឹកជន់ប្រលឹងកែវអើយលិចតាមកាប់បាស់ទឹកចំនួនតែវាជន់លិចវាលិចដំណាំតាមដុះទាំងអស់ហ្នឹងវាមិនមែនជន់លិចតែដើមកបាស់មួយហ្នឹងទេអាណិតអូនណាប្រលឹងកែវអើយកាប់បាំងទៅលួងខ្ចីអាណិតអូនណាប្រលឹងកែវអើយកាប់បាំងទៅលួងខ្ចីបាទអាណិតគេពិតប្រកបពេលទឹកស្រកអស់មកជួយជួលអាត្រាក់ជួលដាំកបាស់ឡើងវិញទៅហើយអាណិតម៉ែឪនាងផងក៏អាណិតតែនាងម្នាក់ព្រោះម៉ែឪនាងជាអ្នកដាំទេកបាស់ហ្នឹងមិនមែននាងពៅជាអ្នកដាំទេគេប្រោកុំស្ដាប់គេឡើយណាពៅអូនអើយពីមនុស្សដតីកុំស្ដាប់គេឡើយណាពៅអូនអើយពីមនុស្សដតីចំវគ្គនេះចង់និយាយណាគេបើតាមស្ដាប់មើលដូចចង់និយាយឲ្យខ្ញុំហ៎អ្នកខ្លាំងវាចង់រៃក្រមុំអូនអើយនិយាយតែផ្ដេសផ្ដាស់អ្នកខ្លាំងវាចង់រៃក្រមុំអូនអើយនិយាយតែផ្ដេសផ្ដាស់អើយចង់ថាខ្ញុំមែនទេអីលោកព្រះមិនចេះតបតនឹងជួនបង្កដតីឡើយអូទៅ